វីដេអូនេះមកបកស្រាយមេដែលនិយាយថាអូទី155ជិប ID ហ្នឹងហើយខ្ញុំអត់ដឹងមានពាក្យអីនិយាយទេស្រេចលើមេនិយាយហ្នឹងហើយតែស្រឡាំង K2 អានេះក៏ K2 ដែរក្នុងហើយមេម្នាក់នោះគាត់ comment សួរថាឆ្នាំ2000ប៉ុន្មានតែមើលក្នុងកេសវាដែលយើងទៅបន្តិចគេដាក់ឆ្នាំ2016ហ្នឹងហើយតែអត់ដឹងថា ID នេះមកពីណាហើយអ្នកខ្លះក៏ comment មកថាកយន្តរៀបចាប់រៀបកយន្តធ្លាប់ពុះមិនសិននេះណែអត់ដឹងទេបើខ្ញុំទិញថ្មីមែនតម្លៃវាសមរម្យដែរក្បាលនេះ7-8លានដែរហ្នឹងហើយចាំខ្ញុំមកមើលអី RT ខ្ញុំមួយទៀតក្បាល100សេហ្នឹងហើយអានេះ155ណាខ្ញុំមានក្បាល100សេមួយទៀតឈប់នេះកយន្តអី RT 100សេតម្លៃវាមិន105,000ហើយទិញតែបានមួយឆ្នាំកន្លះទេនេះលីគូតវា RT 100សេ DI RT មានចិត្តទីទេ